ជម្រាបសួរបងប្អូនទាំងអស់គ្នាវិលវិញជាមួយនឹងវីដេអូថ្មីហើយសម្រាប់វីដេអូថ្ងៃនេះខ្ញុំមានសម្រងបងប្អូនមានសម្រងមកញ៉ាំជាមួយនឹងបក្រុងដោយបងប្អូនជ្រាបស្រាប់ហើយថាសម្រងនេះគឺជាថ្នាំត្រជាក់ជាបង្អែមត្រជាក់ក្នុងញ៉ាំខែក្តៅចេះត្រូវមែនតែនហើយកាន់តែពិសេសនោះគឺយើងមានញ៉ាំជាមួយនឹងបក្រុងអញ្ចឹងឥឡូវកុំឲ្យខាតពេលយូរទៅមើលថាតើសម្រងហ្នឹងគេធ្វើម៉េចដើម្បីបានសម្រងហើយចំពោះសម្រងនេះបងប្អូនក៏មិនខុសពីបក្រុងរបស់យើងដែរគឺជាសិតសឹងតែជាប្រភេទអនុផលព្រៃឈើដែលយើងប្រមូលផលពីព្រៃធម្មជាតិណាបងប្អូនហើយគឺជាប្រភេទផ្លែបើនិយាយពីបក្រុងគឺជាវល្លិគេប្រមូលផលជាស្លឹកចំពោះផ្លែនេះបើទុំជ្រុះឲ្យបងប្អូនដោយសារខែនេះគឺជាប្រភេទជាខែប្រមូលផលសម្រងតែម្ដងអញ្ចឹងគឺផ្លែនេះគេទុំជ្រុះគេអាចហាលប្រើប្រាស់ទុកបានរាប់ឆ្នាំមកហើយសម្រាប់សម្រងគេប្រើប្រាស់គេទុំជ្រុះបងប្អូនប៉ុន្តែដូចខ្ញុំទិញមកខ្ញុំឃើញមានផ្លែខ្ចីប្រហែលជាមានការប្រមូលផលខ្ចីឬក៏កាប់បលុំដើមអីចឹងទៅខ្ញុំអត់ច្បាស់ទេដោយសារឃើញមានការចែកចាយវីដេអូច្រើនដែរប៉ុន្តែសូមបញ្ជាក់ដែរសូមចិត្តបងប្អូនដែលគាត់ជាអ្នកប្រមូលផលអាស្រ័យផលទៅនឹងរុក្ខជាតិហ្នឹងសូមកុំកាប់ដើមបងប្អូនស្ដាយនិយាយទៅស្ដាយឃើញវីដេអូដែលគេកាប់បលុំដើមយកផ្លែសម្រងនេះគឺស្ដាយខ្លាំងមែនតើពោះសម្រងនេះផងដែរខ្ញុំដឹងគឺក្រៅពីថ្នាំត្រជាក់ញ៉ាំទៅត្រជាក់ក្នុងក៏គេអាចព្យាបាលជាជំងឺក្អកបងប្អូនដែលគេត្រាំជាមួយទឹកក្តៅយកទៅហូបប៉ុន្តែខ្ញុំអត់ច្បាស់ខ្លាំងទេបើសិនជាបងប្អូនដែលមានព័ត៌មានច្បាស់ឬក៏បងប្អូនដែលគាត់ធ្លាប់អនុវត្តទៅបានផលហ្មងបងប្អូនអាចចែកម្លែកនៅខាងក្រោមបានហើយឥឡូវនេះបកមកបណ្ដុំបង្អែមត្រជាក់ក្នុងមកយើងវិញបងប្អូនដោយសារខ្ញុំនិយាយថាបណ្ដុំហ្នឹងគឺដោយសារតែឥឡូវនេះមានបន្ថែមច្រើនមុខបងប្អូនមានជ្រួយខ្មៅផងមានសម្រងផងមានជាមួយនឹងបក្រុងហើយមាននឹងក្របជីទៀតសឹងតែជាប្រភេទបង្អែមឆ្ងាញ់ញ៉ាំទៅត្រជាក់ក្នុងមិនថាកូនក្មេងមនុស្សចាស់ទេញ៉ាំខែនេះហ៎បងប្អូនក្តៅចេះញ៉ាំនេះត្រជាក់មែនតើពេលដែលញ៉ាំទៅគឺត្រជាក់តែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការជាប្រភេទបក្រុងគឺខ្ញុំមានប៉ុន្តែបើសិនជាត្រូវការសម្រងហើយជាអត់មានទេបងប្អូនដោយសារទិញមកសម្រាប់ទៅថតវីដេអូនេះដែរប៉ុន្តែបើបងប្អូនចង់បានខ្ញុំមានលេខអ្នកដែលគាត់លក់បងប្អូនអាចទិញគាត់ផ្ញើឲ្យដូចគ្នាតម្លៃយ៉ាងធូរថ្លៃដែរទេក៏សូមបញ្ជាក់មួយទៀតដែរថាសម្រាប់បងប្អូនដែលគាត់ត្រូវការបក្រុងបច្ចុប្បន្ននេះបក្រុងរបស់យើងខែក្តៅជាធ្វើអត់សូវទាន់ទេបងប្អូនអាចធ្វើការកក់ក៏បានបើសិនជាមានកំងភ្លាមដឹកជូនបងប្អូនភ្លាមតែម្ដងហើយចំពោះបច្ចុប្បន្នគឺបើសិនជាបងប្អូនទិញ2ឈុតគឺ free ដឹកជូននៅក្នុងក្រុងបងប្អូនទិញ3គឺ3ថែម1បងប្អូនណាសម្រាប់បងប្អូនទិញ5ថែម1ហើយក៏មានការ free ដឹកជូនដែរផ្ញើបាន25ខេត្តក្រុងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការអាចធ្វើការកម្មង់តាមលេខទូរស័ព្ទបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយតាំងពីខ្ញុំបានចាប់ផ្ដើមបក្រុងដំបូងខ្ញុំមានសំណួរដែលបងប្អូនគាត់សួរស្តៀងជាមួយនឹងសំណួរបងប្រុសគាត់សួរអញ្ចឹងដែរគាត់សួរថាបក្រុងហ្នឹងអត់ត្រូវការភ្លើងឬក៏អត់ត្រូវការចំអិនឬក៏អត់ត្រូវការយកទៅស្ងោរយកទៅលីងយកទៅកូរអីទេហើយកប៉ុន្តែជាក់ស្ដែងគឺអត់ចាំបាច់ទេបងប្អូនចម្លើយគឺអត់ចាំបាច់យកទៅប្រើជាមួយភ្លើងទេគ្រាន់តែយើងចាំបាច់ជាមួយនឹងទឹកប៉ះជាមួយនឹងខ្យល់គឺធ្វើឲ្យកកតែម្ដងបើសិនជាតាមគីមីអាហារឬក៏បែបលក្ខណៈគីមីគេថាវាមានសារធាតុប៉ូទីននៅក្នុងធម្មជាតិដែលវាស្តុកទុកនៅក្នុងស្លឹកហ្នឹងដែលប៉ះជាមួយខ្យល់ទៅធ្វើឲ្យកកហើយសម្រាប់ការធ្វើនេះគឺយើងងាយទេបងប្អូនគឺយើងចាំបាច់ហើយគឺយើងទុករយៈពេល3-4ម៉ោងទៅក្លាសេក៏បានអត់ក្លាសេក៏បានគឺក៏មិនចាំប្រើប្រាស់ជាមួយភ្លើងទេប៉ុន្តែបើសិនជាបងប្អូនធ្លាប់តាមដានពេកខ្ញុំតាំងពីដំបូងខ្ញុំធ្លាប់បានយកទៅស្ងោរបងប្អូនប៉ុន្តែអត់ជោគជ័យទេប៉ុន្តែពេលហ្នឹងគឺខ្ញុំឧបសគ្គជាមួយនឹងការកិនម៉ាស៊ីនក្លុកដែលធ្វើឲ្យបែកពពុះខ្លាំងនៅក្នុងសាច់បក្រុងញ៉ាំទៅអត់ឆ្ងាញ់ណាអញ្ចឹងគឺខ្ញុំបានយកទៅស្ងោរដើម្បីដកពពុះចេញតែអត់ជោគជ័យទេបងប្អូនយើងពិសោធន៍ទៅលើការដកពពុះទេហើយរហូតមកដល់បច្ចុប្បន្ននេះគឺបក្រុងមិនថាយើងក្លុកជាមួយម៉ាស៊ីនបែបនេះឬក៏ច្បាច់ដៃទេគឺគ្រាន់តែទុកឲ្យប៉ះខ្យល់ទៅគឺកកតែម្ដងបងប្អូនសម្រាប់ការកកល្អមិនល្អពណ៌ស្រស់មិនស្រស់គឺអាស្រ័យទៅការប្រមូលផលកំហាប់ប៉ពទីននៅក្នុងស្លឹកចាស់មិនចាស់ការដាំដុះរបស់ដីទៅតាមតំបន់នីមួយៗទេនេះគឺជាបច្ចេកទេសងាយនៃការធ្វើឲ្យបក្រុងរបស់យើងកកហើយក៏សូមបញ្ជាក់មួយទៀតថាទោះបីជាសន្តានស្តៀងដូចជាហួយខ្មៅយ៉ាងណាក៏ដោយតែការធ្វើបក្រុងនេះគឺយើងអត់ចាំបាច់ធ្វើដូចជាចំហុយខ្មៅដែលកូរជាមួយភ្លើងយកទៅកកទេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ការធ្វើបក្រុងនៅខាងខ្ញុំធានាជូនការធ្វើទាំងក្លិនហើយនឹងស្រស់នេះគឺយើងប្រើជាមួយនឹងស្លឹកស្រស់ 100% អត់មានបន្ថែមពណ៌អត់មានបន្ថែមក្លិនធានាជូនការហូបទៅគឺធ្វើឲ្យល្អសម្រាប់សុខភាពត្រជាក់ក្នុងខ្លាំងមែនទែនសម្រាប់បក្រុងនេះអញ្ចឹងបងប្អូនដែលគាត់ធ្លាប់ចូលចិត្តធ្លាប់ញ៉ាំដឹងហើយសម្រាប់បក្រុងពីខាងខ្ញុំសូម្បីការប្រើប្រាស់ទឹកស្ករខ្ទិះដូងអីគឺធានាជូនក្លិនឈ្ងុយហើយបើស្ករប្រើស្ករត្នោត 100% តែម្ដងសម្រាប់បងប្អូនដែលគាត់បានចូលរួមទស្សនានៅក្នុងវីដេអូមុនហើយមានបំណងចង់កម្មង់ជាប្រភេទជួយបក្រុងនេះបងប្អូនអាចតាមដានដល់ចុងវីដេអូខ្ញុំនឹងជម្រាបជូនបងប្អូននៅព័ត៌មានទាក់ទងនឹង page ក៏ដូចជាលេខទូរស័ព្ទហើយនឹង
ព័ត៌មានខ្លះៗទៀតតទៅនឹងប្រក្រងនេះសម្រាប់បច្ចុប្បន្ននេះនៅការធ្វើប្រក្រងរបស់យើងគឺឈានដល់ឆ្នាំទី4ហើយបងប្អូនឆ្នាំបច្ចុប្បន្ននេះគឺឆ្នាំទី4ហើយការធ្វើរបស់យើងធានាជូនគឺធ្វើពីស្លឹកស្រស់ 100% ហើយការប្រើប្រាស់គឺយើងប្រើប្រាស់ម៉ាស៊ីនសម្រាប់កិនបងប្អូនអត់ច្បាច់តែទេធានាជូនអនាម័យសម្រាប់ការវេចខ្ចប់ស្អាតជូនទៅដល់បងប្អូនទាំងអស់គ្នានៅក្នុងឈុតនេះគឺបងប្អូនអាចទិញមួយឈុតគឺមានជាប្រភេទចំហុយប្រក្រងដែលបានធ្វើរួច1គីឡូធ្វើថ្មីហើយមានខ្ទិះដូងមានគ្រាប់ជីហើយមានស្ករត្នោតជូនទៅដល់បងប្អូនទាំងអស់គ្នាតែម្ដងបងប្អូនយកទៅគ្រាន់តែដាក់កាត់ញ៉ាំរួចជាការស្រេចសម្រាប់បច្ចុប្បន្នបងប្អូនទិញ2ឈុតក៏មានជាការបន្ថែមជូននៅប្រភេទសម្រងដែលបងប្អូនអាចបន្ថែមបានដោយសារខែនេះខែសម្រងគឺយើងមានដាក់បន្ថែមជូនជាមួយនឹងសម្រងធម្មជាតិទៀតបងប្អូនណាហើយសម្រាប់បងប្អូនកំងចាប់ពី5ឈុតទៅមានការផ្ដល់ជូនមួយឈុតភ្លាមអញ្ចឹងសម្រាប់បងប្អូនកំង5បាន6បងប្អូនណាហើយបើសិនជាបងប្អូនត្រូវការកំងបច្ចុប្បន្ននេះគឺយើងមានជាពួយដែរបងនឹងខ្លាយទៅជាខ្នើយតាំងពីស្គាល់គ្នាមិនដែលមានវាស្ដាយក្រៅកូនក្រមុំរបបបងបើសិនលឺសំអត់ស្ដីគំនូនៅកាជារាជគូបងថាបើយ៉ាងសំនឹងគ្នាញ៉ាំលើសំមិនក្រសាប់នៅអង្គមិនចាដល់បេះដូងរងងាអូនលើស្លាញ់យកសំណោស្លាញ់បងបំណងចង់ជាគូភេគីថ្ងៃនេះយកទំនេរទេបងនំមកញ៉ាំកាហ្វេ baby I'll make you please មានសែនសំនេះជាចាប់សសំតែនឹងកំណុំមិនណាយគូចំឡងបើសិនមកបងមិនណាយខកបំណងមុននឹងមើលតែមុននឹងបីត្រកងពេលតែឃើញអូនមកនេះចង់ឯកាគ្រូសាណាដូចគ្រូសាណាដែលកុំភ្លេចលុយគឺរកបានសេចក្តីស្រឡាញ់គឺទិញឲ្យបានទេលុយរកបានប៉ុន្តែក្រុមគ្រួសារត្រជាក់ត្រជុំអោបកសោបដែលជាភាពកក់ជួនកាលយើងមានកូនគាត់មើលថែទាំកូនដើម្បីជាល្អកុំអោយប្រេះផ្ដាស់យើងមានប្រពន្ធណាក៏ដោយយកលុយមកក៏អត់ណៃដែរបើសិនជាកូនយើងនេះអត់មានអ្នកជួយមើលអញ្ចឹងបើប្រពន្ធយើងជួយមើលកិច្ចការធំណាស់ជាចំណុចមួយចង្ហៀងផ្អើអៀងមេឃណាបើសិនជាអត់មានប្រពន្ធយើងដែលជាបេះដូងជាហៀងអស់យើងផ្ដោតទៅឲ្យលើកូនយើងជំនួសយើងណាមានធ្វើឲ្យយើងរស់ស៊ីកក់ក្ដៅយើងvừaទៅខាត់គំនិតខាត់សម្ដីគេនឹងខាត់មិនបានទេព្រះក៏នៅតែមានមនុស្សគេនិន្ទាឈ្នានេះគេជេរព្រះទៅទៀតក៏មានដែរហើយយើងប្រឹងតែធ្វើកិច្ចការងារណាដែលវាល្អវាមានប្រយោជន៍នៅក្នុងវីដេអូដែលខ្ញុំបានផុសតាក់ទងនឹងប្រក្រងថ្ងៃមុនមានបងប្អូនក៏សួរតម្លៃច្រើនហើយបងប្អូនខ្លះក៏សួរក៏ចង់ទិញអញ្ចឹងណាអញ្ចឹងនៅក្នុងប្រក្រងហ្នឹងបច្ចុប្បន្នគឺយើងលក់ជាឈុតហើយក្នុងឈុតហ្នឹងមានថែមជាទឹកស្ករត្នោតខ្ទិះដូងហើយនិងគ្រាប់ជីហើយក្នុងនោះផងដែរមានជាចំហួយប្រក្រងដែលយើងធ្វើរួចស្រេចចេះធ្វើពីស្លឹកស្រស់បងប្អូនមិនមែនធ្វើពីម្សៅទេគឺ1គីឡូសម្រាប់ប្រក្រងនេះបើសិនជាបងប្អូនដែលគាត់ថ្មីនឹងពាក្យប្រក្រងឬក៏ព្រះក្រងឬក៏ពោះក្រងមានអ្នកហៅពោះក្រងទៀតប៉ុន្តែបងប្អូនអាចចូលទៅមើល page ដែលខ្ញុំដាក់នៅចុងវីដេអូបានហើយសម្រាប់ការញ៉ាំគឺញ៉ាំដោយផ្អែមអញ្ចឹងបងប្អូនមានយើងដាក់ប្រក្រងហ្នឹងជាមួយគ្រាប់ជីជាមួយទឹកស្ករត្នោតឯងហើយយើងថែមជាមួយនឹងខ្ទិះដូងសម្រាប់ប្រក្រងនេះពីមុនគឺគេជឿជាក់ថាអាចញ៉ាំជាថ្នាំត្រជាក់ឥឡូវគេបានច្នៃទៅជាផ្អែមនេះ page បងប្អូនអាចចូលទៅ page បានហើយសម្រាប់បងប្អូននៅខេត្តក៏ទិញបានបងប្អូននៅភ្នំពេញក៏ទិញបាននេះបងប្អូនអាចតាក់ទងតាម Telegram បានអរគុណច្រើនឥឡូវមកឆ្លើយជាមួយនឹងសំណួរទាំងអស់បងប្អូនសិនសួរថាតើប្រក្រងដែលខ្ញុំដាក់នេះអាយុពេលប្រហែលហើយជាទូទៅការដែលខ្ញុំដាក់កូនប្រក្រងជូនបងប្អូននៅក្នុងវីដេអូនេះគឺអាយុ90ថ្ងៃបងប្អូនរាប់ចាប់តាំងពីថ្ងៃដែលដាក់គ្រាប់រហូតមកដល់ថ្ងៃដែលខ្ញុំលើកជូនបងប្អូនដាក់នៅក្នុងកតងនេះអាយុកាលរៀងចាស់ប៉ុន្តែដើមតូចនេះដោយសារអីដោយសារតែប្រក្រងគឺជារុក្ខជាតិវល្លិបងប្អូនអញ្ចឹងបើយើងអត់កាត់ជាប្រចាំទេគឺធ្វើឲ្យវល្លិលូតអញ្ចឹងទៅវាថាប៉ះពាល់ដល់ដើមអញ្ចឹងគឺយើងត្រូវតែកាត់ជាប្រចាំប៉ុន្តែប្រក្រងនេះបងប្អូនយកទៅដាំដឹងតែបែកចេញវល្លិច្រើនហើយបងប្អូនណាសម្រាប់ការដែលបងប្អូនដែលគាត់នៅតាមបណ្ដាខេត្តដែលគាត់ត្រូវការទិញអត់ពិបាកទេបងប្អូនណាខ្ញុំផ្ញើជូនបាន25ខេត្តក្រុងផ្ញើចេញពីភ្នំពេញទៅអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការកំងល្ងាចបានពេលព្រឹកតែម្ដង
ឥឡូវនេះមកឆ្លើយតបទៅជាមួយនឹងសំណួរដែលបងប្អូនគាត់សួរតាក់ទងនឹងតម្លៃរបស់កូនប្រក្រុងបច្ចុប្បន្នកូនប្រក្រុងដែលខ្ញុំកាន់នឹងដៃនេះអាយុ90ថ្ងៃបងប្អូនហើយកូនប្រក្រុងនេះដាំទៅធានាដឹងតែរស់តែម្ដងហើយឥឡូវនេះតម្លៃគឺ3ដើម$10សម្រាប់បងប្អូនដែលគាត់មានទីតាំងនៅតាមបណ្ដាខេត្តក៏យើងអាចផ្ញើជូនបានដែរហើយសម្រាប់កូនប្រក្រុងនេះបងប្អូនយកទៅដាំដឹងតែរស់ហើយបងប្អូនណាធានាជូនថាកូនប្រក្រុងដែលដាំទៅអាចយកធ្វើជាចំហួយបានសម្រាប់ស្លឹកព្រោះដោយសារខ្ញុំបច្ចុប្បន្នគឺខ្ញុំលក់ចំហួយប្រក្រុងហ្នឹងគឺយើងមានជាកូនប្រក្រុងលក់តែម្ដងហើយធានាជូនថាអត់មានរសជាតិល្វីងអីទេបងប្អូនយកទៅដាំដឹងថាអាចយកមកធ្វើជាប្រក្រុងបានហើយព្រោះដោយសារធ្លាប់មានបទពិសោធន៍បងប្អូនដែលគាត់ទិញកូនខ្លះទៅក៏ដាំយកមកធ្វើជាចំហួយអត់កើតអញ្ចឹងមកខ្ញុំបញ្ជាក់កន្លែងចំណុចនេះសម្រាប់កូនប្រក្រុងនេះបើបងប្អូនទិញយកទៅដាំងាយបងប្អូនអត់សូវត្រូវការទីធ្លាអីធំទេអាចតែជារៀងផ្ទះឬក៏បរិវេណតូចអីក៏អាចធ្វើការដាំបានដែរដោយសារទី1គឺជាប្រភេទរុក្ខជាតិឡើងទ្រើងហើយទី2គឺអត់សូវតម្រូវពលឺថ្ងៃខ្លាំងអីពេកទេអញ្ចឹងបងប្អូនអាចដាំជារៀងផ្ទះអីបានដូចគ្នាបើសិនជាបងប្អូនដែលមានទីធ្លាធំបងប្អូនអាចយកទៅដាំនៅចកាដាំនៅដីកន្លែងណាដែលមានជាប្រភេទខ្ពង់រាបអត់សូវត្រូវការវាជួមទឹកអីពេកបងប្អូនដាំល្អជាងហើយស្លឹកអាចថាប្រមូលផលមកគឺស្រស់ល្អហើយមួយទៀតធ្វើឆាប់កកជាងបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានតម្រូវការអាចតាក់ទងទៅជាមួយនឹង page ប្រក្រុងក៏បានឬក៏បងប្អូនចូលទៅ TikTok account ហ្នឹងឃើញមានលេខទូរស័ព្ទផ្ញើបាន25ខែក្រុងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ